ជាបឋមនាងខ្ញុំសូមគោរពជំរាបសួរនាងខ្ញុំឈ្មោះកងសុគឹមជានិស្សិតដែលសិក្សាជំនាញវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរដែលជាអតីតសិស្សថ្នាក់ទី12នៃវិទ្យាល័យកំពង់ក្ដីចំពោះមូលហេតុដែលនាងខ្ញុំជ្រើសរើសយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរដើម្បីសិក្សាជំនាញនេះពីព្រោះដោយសារតែនៅទីនេះគឺមានសាស្ត្រាចារ្យប្រកបដោយជំនាញច្បាស់លាស់ហើយមានឧបករណ៍សម្ភារៈប្រើប្រាស់គ្រប់គ្រាន់និងសម្បូរបែបហើយវិទ្យាស្ថានជាតិទៀតសោតគឺមានទីធ្លាធំទូលាយមានអនាម័យល្អហើយជាពិសេសទៀតនោះគឺមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរបស់វិទ្យាស្ថានជាតិយ៉ាងពេញទំហឹងហើយក្នុងនោះផងដែរនាងខ្ញុំសិក្សានៅទីនេះគឺទទួលបានអាហារូបករណ៍ 100% ដោយពុំចាំបាច់ត្រូវបង់ថ្លៃសិក្សាចំពោះការធ្វើតេស្តយកអាហារូបករណ៍គឺអត់មានអីពិបាកទេសម្រាប់នាងខ្ញុំព្រោះតែនាងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចមុននឹងនាងខ្ញុំមកដាក់ពាក្យសិក្សាហើយចំពោះការសិក្សានៅទីនេះគឺទទួលបានអត្ថប្រយោជន៍បន្ថែមទៀតគឺទទួលបានការស្នាក់នៅដោយឥតគិតថ្លៃហើយថែមទាំងមានឱកាសទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែហើយចំពោះមូលហេតុដែលនាងខ្ញុំជ្រើសរើសយកជំនាញវិស្វកម្មអគ្គិសនីដើម្បីសិក្សានេះពីព្រោះតែនាងខ្ញុំមើលសម្លឹងមើលឃើញទីផ្សារការងារយ៉ាងទូលំទូលាយហើយម្យ៉ាងវិញទៀតនាងខ្ញុំមានការស្រឡាញ់ចូលចិត្តផ្នែកអគ្គិសនីនេះតាំងពីដើមមកហើយដូច្នេះហើយទើបនាងខ្ញុំសម្រេចចិត្តមកសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរចុងក្រោយនាងខ្ញុំសូមផ្ដាំផ្ញើទៅកាន់បងប្អូនដែលមានចំណាប់អារម្មណ៍ក្នុងការសិក្សានៅទីនេះគឺសូមមកទទួលពាក្យហើយធ្វើការតេស្តអាហារូបករណ៍ដើម្បីទទួលបានអាហារូបករណ៍សិក្សាលើពីនេះទៅទៀតគឺទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជាឱកាសទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទទួលបានការស្នាក់នៅដោយពុំគិតថ្លៃជាពិសេសទៅទៀតនោះគឺនៅពេលដែលបញ្ចប់ការសិក្សាខាងវិទ្យាស្ថានក៏មានការសម្របសម្រួលដល់ឱកាសការងារនិងការចុះកម្មសិក្សានានាផងដែរចាសសូមអរគុណ